គេតើបងប្អូនថ្ងៃនេះសូមមកចែករំលែកចំណេះដឹងមួយពាក់ព័ន្ធជាមួយនឹងប្រាំងដៃណាសម្រាប់បងប្អូនដែលមានចំណត់ឡាននៅលើទួលហើយបងប្អូនចតប្រើតែអក្សរពេអញ្ចឹងប្រអប់លេខបងប្អូនអាចនឹងចាប់ខូចមុនកំណត់ណាអញ្ចឹងរបៀបចតនៅលើទួលដើម្បីជំនួយឬក៏ការពារប្រអប់លេខដើម្បីកុំឲ្យឆាប់ខូចបងប្អូនត្រូវប្រើប្រាស់ប្រាំងដៃផងណាប្រាំងដៃអូតូក៏បានប្រាំងដៃធម្មតាក៏បានដែរអញ្ចឹងឧទាហរណ៍បើសិនជាបងកំពុងតែបើកឌីហើយស្រាប់តែដល់ចំណត់អញ្ចឹងបងប្អូនកុំតន់រុញតែអក្សរពេបងប្អូនត្រូវរុញទៅតាមអក្សរអិនសិនបាទបន្ទាប់មកចាំយើងទាញប្រាំងដៃឡើងណានៅពេលយើងទាញប្រាំងដៃជាប់ហើយបងប្អូនចាំប្រើអក្សរពេតាមក្រោយអញ្ចឹងទម្ងន់សង្កត់ទាំងអស់បើសិនជាយើងចតនៅលើផ្លូវទួលហ្នឹងទម្ងន់សង្កត់ទាំងអស់វានឹងធ្លាក់មកលើប្រាំងដៃវាអត់ធ្លាក់ទៅលើប្រអប់លេខទេប្រអប់លេខរបស់យើងអត់រងទម្ងន់សម្រាប់ទុកទេអញ្ចឹងវាជួយជំនួយការពារកុំឲ្យប្រអប់លេខរបស់យើងឆាប់ខូចអញ្ចឹងបងប្អូនអាចធ្វើតាមវិធីនេះបាទ